Seriesចាប់ផ្ដើមមកដំបូងយើងបានឃើញបុរសចំណាំម្នាក់បានស្រែកហៅឈ្មោះ Gu Tianlang បន្ទាប់ពីគាត់និយាយឈ្មោះបុរសម្នាក់នោះហើយគាត់បាននិយាយថាអ្នកពោរពេញទៅដោយអំពើអាក្រក់សូម្បីតែព្រះក៏ខឹងហើយថ្ងៃនេះគឺជាថ្ងៃដែលសម្ព័ន្ធរ៉ូបរួមរបស់យើងនឹងកម្ចាត់អំពើអាក្រក់ចោលជារៀងរហូតហើយវាជាថ្ងៃដែលសន្តិភាពនឹងវិលត្រឡប់មកវិញផងដែរស្រាប់តែពេលនោះយើងបានឃើញបុរសម្នាក់បាននិយាយថាអូកម្ចាត់អំពើអាក្រក់សម្រាប់ពិភពលោកបន្តគាត់និយាយអញ្ចឹងហើយគាត់បាននិយាយថាពួកចាស់ៗនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់វាពិតជាងាយស្រួលក្នុងការនិយាយថាអ្នកណាសុចរិតនិងអ្នកណាអាក្រក់បន្ទាប់មកបុរសចំណាស់នោះបាននិយាយថាឯងមិនដែលផ្ដល់ផ្លូវរស់ដល់ពិភពលោកនេះទេមិនថាក្នុងជាតិនេះឬជាតិមុនឡើយទោះត្រូវបូជាមនុស្សរាប់ម៉ឺនដងក៏យើងត្រូវកំទេចភាពអាក្រក់របស់ឯងរលាយបន្ទាប់មកបុរសម្នាក់នោះបាននិយាយថាតើដូច្នេះមែនឬអ្នកសុខចិត្តខ្លាចជាឆ្កែរបស់តាវឋានសួគ៌បន្ទាប់មកបុរសចំណាស់ម្នាក់នោះបាននិយាយថាគួនធានឡាងអ្នកមិនដឹងពីជីវិតជុំបញ្ចុតរបស់អ្នកយ៉ាងម៉េចផងបែរជាអ្នកមិនគោរពតាវឋានសួគ៌បែបជានេះហើយអ្នកពិតជាប្រឆាំងឋានសួគ៌ហើយបន្ទាប់ពីបុរសចំណាស់នោះបាននិយាយអញ្ចឹងហើយគូធានឡាងបាននិយាយថាតាចំណាស់តើឯងនិយាយអញ្ចឹងតើឯងអាចធ្វើអ្វីបានខ្លះបន្ទាប់ពីគូធានឡាងបាននិយាយជាមួយបុរសចំណាស់ម្នាក់នោះមិនត្រូវហើយស្រាប់តែមនុស្សទាំងអស់គ្នាបាននិយាយថាសម្លាប់គាត់កម្ចាត់អំពើអាក្រក់ចេញពីពិភពលោកនេះគាត់បានបាត់បង់ខ្លួនជាមនុស្សបានចូលទៅផ្លារៈរួចទៅហើយយើងនឹងលុបបំបាត់គាត់អំពើអាក្រក់ក្នុងនាមជាអ្នកដើរតាមតាវឋានសួគ៌ពេលនោះយើងបានឃើញថាយុទ្ធសាស្ត្រជាច្រើនបានបាញ់សម្រុកមកគូធានឡាងហើយគូធានឡាងក៏បានបើកយុទ្ធសាស្ត្រការពារតែប៉ុណ្ណោះយុទ្ធសាស្ត្រទាំងអស់នោះមិនអាចធ្វើអ្វីគូធានឡាងបានទេយើងងាកមកបុរសម្នាក់នេះគាត់បាននិយាយថាមានអ្វីកើតឡើងបានជាគាត់បានរៀបរៀងការវិវហាខាងវិញ្ញាណទាំងអស់របស់ពួកយើងដែលបង្កើតឡើងដោយអរិយវេទមន្តខាងវិញ្ញាណដ៏ខ្លាំងក្លារបស់ពួកយើងនោះបាននិយាយចប់ផងស្រាប់តែឃើញយុទ្ធសាស្ត្រមួយបាញ់ឡើងទៅលើមេឃហើយបានមានយុទ្ធសាស្ត្រមួយបានបាញ់ចេញមកធ្វើឲ្យកូនសិស្សមួយចំនួនបានស្លាប់ហើយមួយចំនួនទៀតបាននិយាយថាមានអ្វីកើតឡើងហ្នឹងមានអ្វីកើតឡើងបន្ទាប់ពីការបំផ្ទុះមួយនោះធ្វើឲ្យទីកន្លែងនោះបំផ្លិចបំផ្លាញខ្លាំងមែនទែនបន្ទាប់ពីការបំផ្លិចបំផ្លាញនោះហើយយើងបានឃើញបុរសម្នាក់បានលេចចេញមកបុរសម្នាក់នោះហើយគឺជាគូធានឡាងបាននិយាយថាអ្នកទាំងអស់គ្នាបានបំផ្លាញពលាអរិយរបស់ខ្ញុំហើយបានបំផ្លាញនៃការជិះសាវរបស់ខ្ញុំអ្នកទាំងអស់គ្នាតែងតែនិយាយថាអ្នកកំពុងធ្វើបែបនេះសម្រាប់ពិភពលោកដោយដាក់តាវដ៏កំសត់របស់អ្នកគឺពោរពេញទៅដោយលេសហើយនឹងការភូតភរហើយនឹងការកុហកតាចំណាស់នោះបាននិយាយថាគូធានឡើងចេញម្ដងហើយអ្នកទាំងអស់គ្នាឆាប់ត្រៀមខ្លួនភ្លាមបាននិយាយទៀតហើយថាយើងត្រូវតែសម្លាប់គាត់ឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះការវេបហាររបស់ខ្លាខាងវិញ្ញាណអរិយយើងមើលទៅឲ្យថាការវិវហាររបស់គាត់ពិតជាខ្លាំងមែនទែនបានចេញរូបខ្លាំងមួយសម្ដៅទៅគូធានឡាងយើងមើលទៅការវិវហារនោះទៅចិត្តដល់គូធានឡាងហើយតែគូធានឡាងវិញគាត់តែប្រើម្រាមដៃមួយបានកំទេចយុទ្ធសាស្ត្ររបស់តាចំណាស់នោះហើយគូធានឡានក៏បានបើកការវិភាគទៅបរិសចំណាស់នោះបានឃើញចឹងហើយបានក៏ពិតជាមានការភ្ញាក់ផ្អើលមែនទែន